នេះចង់បង្ហាញបងប្អូនបន្តិចតាក់ទងជាមួយនឹងការតម្លើងផ្ទាំងសូឡាបែបម៉េចដើម្បីឲ្យការសាកថ្មលឿនជាងធម្មតាបើសិនជាយើងតម្លើងផ្ទាំងសូឡាខុសបច្ចេកទេសណាតាក់ទងមួយការសាកថ្មយឺតមែនតើអាចនិយាយថាបើសិនជាបញ្ចូលផ្ទាំងសូឡាហ្នឹងបញ្ចូលមួយថ្ងៃហ្នឹងអត់ពេញបើយើងបើសិនយើងតម្លើងខុសតែបើយើងតម្លើងផ្ទាំងសូឡាឲ្យត្រឹមទៅតាមស្តង់ដាបញ្ចូលរយៈពេល 4-5 ម៉ោងអាចភ្លឺបានមួយយប់ទៅភ្លឺពេញលឿនមែនតើអញ្ចឹងតាក់ទងជាមួយនឹងការតម្លើងគឺយើងត្រូវតម្លើងណាស្តង់ដាគឺយើងត្រូវតម្លើងបាយមុខបបោបែបហ្នឹងប៉ុន្តែយើងយកមុំ15ដឺក្រេបងប្អូនមើលនេះពេលដែលយើងមុំដាក់មុំ15ដឺក្រេដាក់អំពែវាហ្មងនេះរហូតដល់4 អំពែចុច5តែ4 អំពែចុច5តែបើសិនជាយើងតម្លើងបាយមុខមកកើតបែបនេះអញ្ចឹងតាក់ទងមួយអំពែវាធ្លាក់នេះអំពែវាធ្លាក់គេតែ2អំពែជាងឃើញទេអញ្ចឹងការសាកថ្មវាយឺតមែនតើហ្នឹងហើយតែ3អំពែជាងឯងតែបើសិនជាយើងបាយមុខមកលិចក៏វាសាកយឺតដែរនេះបាយមុខម្លេចតែ2អំពែជាងឯងបាយមុខម្លេចហ្នឹងឬក៏យើងបើដាក់ត្រង់និយាយថាបងប្អូនខ្លះក៏ដាក់ត្រង់បែបហ្នឹងដាក់ត្រង់ស្មើហ្មងណាក៏ការសាកថ្មវាអត់សូវល្អដែរនេះការសាកថ្មវាតែ3អំពែជាងឯងហ្នឹងហើយអញ្ចឹងតាក់ទងជាមួយមុំដែលយើងតម្លើងដែលល្អបំផុតដែលសាកលឿនបំផុតគឺយើងដាក់បាយមុខបបោប៉ុន្តែយើងយកមុំ15ដឺក្រេបែបខ្ញុំនេះមុំ15ដឺក្រេទៅការសាកថ្មវាលឿននេះឃើញទេឡើងរហូតដល់4អំពែចុចជាងអញ្ចឹងសម្រាប់បងប្អូនដែលកំពុងមានបញ្ហាទាំងសូឡាចេះតែបញ្ចូលយឺតអាចទៅដល់ផ្ទះវិញចាយតាមអ្វីដែលខ្ញុំបញ្ជាក់បានមុំ15ដឺក្រេបែរមុខមកបោអរគុណច្រើនបងប្អូន